ทางของผมเนี่ยมีหน้าที่ที่มาอธิบายว่าทำไมมันถึงแต่ทีเนี้ยอันเนี้ยบานออกมาเนี่ยเดี๋ยวพี่ต้องไปคุยกับแม่กองสนามมันถูกหรือเปล่าว่าหลักเขตเนี่ย42มา43อ่ะแล้วมันบานมาถึงขนาดเนี้ยมันน่าจะไม่ถูกต้องแต่ถ้าสมมุติว่ามันเป็นแค่พิกัดกว้างๆที่โดนบินแล้วถ่ายภาพเสร็จปุ๊บแต่ไปจริงๆอ่ะมันจะไปลงตรงนู้นก็ว่ากันอีกทีหนึ่งผมมีหน้าที่มาอธิบายให้พ่อแม่พี่น้องประชาชนได้สบายใจนี่แหละคือปัญหาก็คือถ้าลักษณะตัวนี้เป็นที่ยืนยันเฉยๆโดยไม่มีเสาไม่มีไปอ่ะชาวบ้านเขาก็ไม่พูดแต่ตราบใดถ้ามันมีเสาลงตรงหลักตรงเนี้ยเป็นเสาปูนเมื่อไหร่ปุ๊บนั่นคือปัญหาชาวบ้านคงไม่ยอมเพราะมันอยู่ในที่ชาวบ้านตอนนี้มันเป็นอันนี้ชี้แจงให้ท่านรับทราบด้วยเข้าใจครับผู้ใหญ่ตอนนี้มันเป็น2ประเด็นแล้วนะประเด็นของพี่หนึ่งเพราะว่าพี่เข้าใจว่ามันจะมาวางหรือไม่วางเนี่ยมันไม่ได้มีผลต่อการเสียดินแดนแต่ตอนนี้ที่ผู้ใหญ่กำลังพูดกับผมเนี่ยคือชาวบ้านไม่สบายใจเลยว่าจะมีเสามาวางเพราะมันอยู่ในที่ของชาวบ้านทีเนี้ยผมก็บอกพอบสนางមួយដែរពេលយើងជីកទៅយើងបានប៉ះឃើញបង្គោលលេខ43គឺនៅទ្រង់ទ្រាយទាំងវែងតែម្ដងដោយគេកប់ចោលជីកនៅក្នុងវាស្ថិតនៅក្នុងដីស្រែរបស់ប្រជាជនថៃដែលកំពុងធ្វើសពថ្ងៃអញ្ចឹងនេះសបញ្ជាក់ថាវានៅក្នុងតំបន់ដែលយើងបានគិតទុកបានសិក្សាច្បាស់លាស់ខុសពីមានទស្សនៈមួយចំនួនដែលថាបង្គោលនេះគឺចូលមកក្នុងដីកម្ពុជាប្រមាណពី2គីឡូទៅ3គីឡូម៉ែត្រការអនុវត្តទៅតាមឯកសារហើយនឹងបច្ចេកទេសរបស់យើងគឺមានភាពជាក់លាក់ខ្ពស់យើងអាចរកឃើញរបស់ដែលបាត់ទៅប្រជាជននៅក្នុងតំបន់នោះមិនបានដឹងការលើកឡើងជាមតិមួយគេបាននិយាយថាការកំណត់បង្គោលលេខ43ត្រូវបានចោទថាខិតចូលចម្ងាយ2ឬក៏3គីឡូម៉ែត្រខ្ញុំបាទសូមគោរពអញ្ជើញអាដាមឡៃសេលីថាអាចអាដាមអាចពន្យល់ថាអីបានជាបង្គោលលេខ43នៅទីនេះបាទខ្ញុំសូមបញ្ជាក់ដល់មហាជនទូទៅទាំងអស់បានជ្រាបថាការចុះរុករកនិងកំណត់ទីតាំងបង្គោលលេខ43នេះគឺផ្អែកទៅលើឯកសារដែលបន្សល់ទុករបស់បារាំងដែលបានបន្សល់ទុកក្នុងឆ្នាំ1919គឺនេះគឺជាឯកសារចុងក្រោយនៅពេលគណៈកម្មការកំណត់ព្រំដែនឆ្នាំ1919បារាំងសៀមនឹងសាងសង់បង្គោលលេខ43ជាបេតុងជាលទ្ធផលចុងក្រោយហើយការរុករកបង្គោលនេះគឺយើងផ្អែកទៅលើបាទនេះគឺជាឯកសារឆ្នាំ1919ហើយដោយខ្ញុំជម្រាបខាងដើមអញ្ចឹងបង្គោលនេះវានៅចន្លោះភូមិយាងដង្គមរបស់កម្ពុជានិងភូមិគោកឈូងរបស់ថៃអញ្ចឹងបង្គោលហ្នឹងពេលកំណត់បានសពថ្ងៃនេះគឺនៅដូចទៅតាមប្លង់ដែរហ្នឹងគឺនៅអូរលំរស័យហើយអូរលំរស័យនេះគឺជាអូខ្សែព្រំដែនដែលចេញពីបែកចេញពីស្ទឹងកូនក្រៀលបាទហើយអញ្ចឹងការស្រាវជ្រាវឯកសាររបស់យើងមុននឹងចុះហ្នឹងយើងស្រាវជ្រាវយ៉ាងច្បាស់លាស់បាទដល់តែយើងយល់ច្បាស់ហើយបានយើងទៅរុករកនិងអនុវត្តនៅលើដីជាក់ស្ដែងបាទហើយអញ្ចឹងសប្តាហ៍ថ្ងៃដូចបានបង្ហាញក្នុងប្លង់នេះគឺជាផ្លូវភូមិយាងដង្គមខាងកម្ពុជានេះគឺជាភូមិគោកឈូងខាងថៃដែលសប្តាហ៍ថ្ងៃនេះភូមិទាំងពីរហ្នឹងនៅជាផុសតាងបាទហើយបង្គោលដែលយើងរកឃើញនៅចន្លោះភូមិទាំងពីរហ្នឹងហើយមានកម្រិតបង្គោលនេះមានកម្រិតប្រមាណពី800ម៉ែត្រទៅ1000ម៉ែត្រពីភូមិគោកឈូងហ្នឹងទេហើយចំពោះភូមិខាងកម្ពុជាបាទមានកម្រិតប្រមាណជា3គីឡូម៉ែត្រនោះអញ្ចឹងនេះសបញ្ជាក់ថាវានៅក្នុងតំបន់ដែលយើងបានគិតទុកបានសិក្សាច្បាស់លាស់ខុសពីមានទស្សនៈមួយចំនួនដែលថាបង្គោលនេះគឺចូលមកក្នុងដីកម្ពុជាប្រមាណពី2គីឡូទៅ3គីឡូម៉ែត្របាទហើយអូរលំស័យដែលជាអូខ្សែព្រំដែនទៀតសោតគឺយើងបានសិក្សាយើងដើរតាមអូហ្នឹងយើងវាស់អីទៅតាមអូដូចអ្វីដែលកំណត់ហេតុបានបន្សល់ទុកបាទហើយពេលយើងវាស់មកដល់
ចំណុចបកគោលនេះគឺអូសពថ្ងៃគឺវាមានរៀងចឹងដែលផ្លូវនេះមានបាទផ្លូវមានហើយពេលវាស់មកឯកភាពគ្នាយើងក៏ជីករណ្ដៅដើម្បីដោយសារបកគោលនេះវាបាត់បង់យើងជីកហើយយើងបំរុងធ្វើជាដូចជើងតាអញ្ចឹងយើងចាក់គ្រឹះបេតុងសម្គាល់សម្រាប់ពេលខាងមុខយើងសាងសង់បកគោលនេះឡើងវិញប៉ុន្តែជាភ័ព្វសំណាងមួយដែរពេលយើងជីកទៅយើងបានប៉ះឃើញបង្គោលលេខ43គឺនៅទ្រង់ទ្រាយទាំងវែងតែម្ដងដោយគេកប់ចោលជីកនៅក្នុងវាស្ថិតនៅក្នុងដីស្រែរបស់ប្រជាជនថៃដែលកំពុងធ្វើសពថ្ងៃកប់ប្រមាណជាកន្លះម៉ែត្រតែដោយសារយើងជីកអញ្ចឹងការសិក្សាស្រាវជ្រាវការអនុវត្តទៅតាមឯកសារហើយនឹងបច្ចេកទេសរបស់យើងគឺមានភាពជាក់លាក់ខ្ពស់យើងអាចរកឃើញរបស់ដែលបាត់ទៅប្រជាជននៅក្នុងតំបន់នោះមិនបានដឹងបាទនេះសូមបញ្ជាក់ថានេះគឺជាទីតាំងត្រឹមត្រូវពិតប្រាកដបាទដូចអ្វីដែលបានបន្សល់ទុកកាលពីឆ្នាំ1914សូមអរគុណ